បាទថ្ងៃនេះខ្ញុំមកបង្ហាញអំពីរបៀបលុបរូបថតវីដេអូដែលពេញក្នុង memory ហើយយើងថតវីដេអូឬក៏យើង download អីវាលែងចូលវាពេញ memory ហើយអញ្ចឹងយើងចូលមកលុបតាមរបៀបនេះជាមួយខ្ញុំទាំងអស់គ្នាបាទដំបូងយើងចូលមកកន្លែង gallery នេះមកបាទរួចហើយយើងជ្រើសរើសរូបថតវីដេអូណាដែលយើងចង់លុបចេញយើងលុបវាទៅបាទអញ្ចឹងខ្ញុំឧទាហរណ៍ថាខ្ញុំលុបវីដេអូនេះចុះវីដេអូប្រហែលស្លឹកនេះបាទខ្ញុំលុបនេះចុចលុបវាម្ដងមួយបាទលុបទៅហើយខ្ញុំមកលុបទៀតមកមួយទៀតមកអញ្ចឹងខ្ញុំលុបអស់នឹងហើយចុចកន្លែងធុងសម្រាមនេះហើយលុបពេញអញ្ចឹងវីដេអូហ្នឹងយើងបានលុបរួចអស់ហើយអញ្ចឹងវាចូលទៅក្នុងវាយើងលុបរួចអស់ហើយវាវីដេអូហ្នឹងវាអត់បាត់ទៅណាទេវានៅក្នុងមួយកន្លែងទៀតបងប្អូនចូលកន្លែងនេះកន្លែងត្រេ3ហើយយើងយកកន្លែងធុងសម្រាមនេះបាទនេះជាវីដេអូដែលខ្ញុំលុបបាញ់មិញណានេះហើយនឹងវីដេអូលុបពីមុនអញ្ចឹងយើងចង់លុបវាចេញទាំងអស់បងប្អូនចូលលុបចុចម្ដងមួយក៏បានដែរណាតែយើងទីថាខ្ញុំចង់ទុកមួយចំនួនចុះអញ្ចឹងខ្ញុំលុបអស់នេះតែបើបងប្អូនចង់លុបវាម្ដងទៅបងចូលកន្លែងត្រេ3នេះមកហើយចុចមកចុចសម្អាតមកវានឹងលុបចេញទាំងអស់ហ្មងអញ្ចឹងវាស្អាតអស់ក្នុងហ្នឹងហើយតែបើយើងចង់ទុកខ្លះយើងដូចខ្ញុំនេះខ្ញុំចង់ទុកយកវីដេអូខ្លះមកវិញកន្លែងនេះកន្លែងយើងសម្រាប់យកមកវិញបាទវាទុកឲ្យយើងរយៈពេល30ថ្ងៃបានវាលុបបាត់អស់មកអញ្ចឹងខ្ញុំលុបចោលតែប៉ុណ្ណេះទេវីដេអូនេះចុចអានេះលុបទៅវិញទៅចុចស្កត់វាចុះហើយយើងចុចវាតាមទៅយើងលុបវាចេញវិញអត់ទៅបាទបងធ្វើតាមខ្ញុំទៅអស់ហើយចុចកន្លែងធុងសម្រាមនេះមកលុបអស់នោះចេញវិញចុចលុបនេះមួយទៀតមកបាទអញ្ចឹងលុបអស់វាចាប់ដើមលុបមកអញ្ចឹងវីដេអូយើងចង់លុបវាលុបបាត់អស់ហ្នឹងយើងលុបបាត់វារៀងរហូតហ្មងបាទហើយនៅសល់រូបនេះរូបប្រមាណស្លឹកនេះខ្ញុំថាចង់ទុកឥឡូវខ្ញុំទុកវាវិញហើយខ្ញុំចុចកាត់លើវាមួយមកដើម្បីយកវាទៅទុកវិញបាទយើងចង់ទុកវិញយើងចូលកន្លែងនេះ star ទាំងអស់កន្លែងមានព្រួយមូលនេះបាទខ្ញុំចុចយកមកគ្មានរូបភាពអីក្នុងធុងសម្រាមហ្នឹងអស់អីហើយអញ្ចឹងយើងចូលមើលក្នុង gallery របស់យើងវិញបាទបងប្អូននេះជារូបភាពដែលខ្ញុំលុបមិញហ្នឹងហើយវាចូលមកវិញចូលមកកន្លែងដើមរបស់វាវិញបាទចូលមកវិញអស់ហើយនេះមាននៅទីនេះនេះរូបមួយចំនួនដែលខ្ញុំលុបមិញហ្នឹងបាទនេះចូលមកវិញអស់ហើយចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងបងប្អូនណាបើបងប្អូនពេញចិត្តសូមជួយចុច like ហើយនិង share ម្នាក់មួយផងបាទអរគុណច្រើន